ស្វាគមន៍ក៏ដូចជាសួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតហើយឥឡូវនេះយើងចូលមកកាន់ episode ទី2ក៏ដូចជាចូលមកដល់វគ្គទី2នៃរឿងប្រឡោមលោកស្អប់ឬស្រឡាញ់អូននៅតែជារបស់បងបន្តទៀតអូខេសង្ឃឹមថាបងប្អូនទាំងគ្នារងចាំយូរហើយអូខេឥឡូវនេះយើងចាប់ផ្ដើមបន្តទៀតជាមួយនឹងភាគទី2ភាគទី2របស់យើងចំណងជើងថាគេមិនខ្វល់ពីនាងភាគមុនគឺថារបៀបឌឺដងគ្នាទៅវិញទៅមកអញ្ចឹងណាអូខេឥឡូវចូលមកដល់ភាគបន្តស៊ូសមិនបានខ្វល់ពីនាងទេគេមិនធ្លាប់ខ្វល់នោះជាអ្វីដែលនាងបានដឹងច្បាស់នាងបានយល់ច្បាស់ហើយទោះជាប្រើរយៈពេល3ឆ្នាំដើម្បីយល់ពីរឿងមួយនេះទុកថាជាពេលវេលាដ៏យូរមួយក៏ដោយយប់នោះគេមិនបានមករកនាងមិនសំបីតែតាក់ទងដើម្បីសួរថានាងយ៉ាងម៉េចហើយទៅដល់កន្លែងស្នាក់ដោយសុខសប្បាយឬអត់គ្មានទាល់តែសោះនេះវាគ្រាន់តែជាស្រីល្ងងដែលងប់ងល់នឹងគេស្រីល្ងងដែលគ្មានន័យអ្វីទាំងអស់ចំពោះពិភពលោកដ៏ស្រស់បំព្រងរបស់គេពិតជាគ្មានន័យអ្វីទាល់តែសោះនាងចេញពីក្លឹបនោះទាំងទៅទឹកជោកដំណក់ទឹកភ្លៀងតោងជាប់រាងកាយរកតាក់ស៊ីមិនបានត្រូវដើរត្រឡប់ទៅបន្ទប់ខ្លួនឯងវិញកាត់ភ្លៀងអំឡុងពេលនោះនាងវេទនាណាស់តែបានផ្ដល់មេរៀនមួយដ៏មានតម្លៃអ្វីម្យ៉ាងដែលនាងបានទទួលបានគឺការទទួលស្គាល់ការពិតទទួលស្គាល់ថាប្រុសម្នាក់នោះមិនបានខ្វល់មិនបានយកចិត្តទុកដាក់រត់តែមិនធ្លាប់ស្រឡាញ់មិនសំបីតែបន្តិចព្រោះបើគេមានចិត្តអ្វីឲ្យនាងសំបីតែបន្តិចនោះគេនឹងគ្មានថ្ងៃយកនាងលេងសើចយកទៅធ្វើអ្វីជារបស់ភ្នាល់ម្ដងហើយម្ដងទៀតបែបនោះទេវាមិនអាចទៅរួចដែលមនុស្សម្នាក់ដែលពិតជាស្រឡាញ់យើងគេដាច់ចិត្តធ្វើបែបនេះឲ្យយើងឈឺចាប់កំពុងគិតអីហ្នឹងធ្វើឲ្យស្រួលបួលបន្តិចកំពុងស្លងនឹងគំនិតរញ៉េរញ៉ៃច្រើននៅក្នុងខួរក្បាលស្រាប់តែមិត្តរួមការងាររបស់នាងម្នាក់គោះនាងឲ្យរៀបចំខ្លួនឲ្យបានល្អព្រោះចៅហ្វាយរបស់ពួកនាងមិនមែនជាមនុស្សដែលងាយស្រួលក្នុងការផ្គាប់ចិត្តនោះទេតែធ្វើអ្វីមិនត្រូវចិត្តងាយប្រឈមនឹងការដែលលែងមានការងារធ្វើយ៉ាងខ្លាំងនេះវិញញឹមហើយទទួលពីអរគុណនេះវិញញឹមជំនួសពីអរគុណទៅកាន់សារ៉ាមុននឹងដៃតូចលើករៀបចំសម្លៀកបំពាក់ខ្លួនឯងឲ្យបានរៀបរយនាងមិនគួរបណ្ដោយឲ្យភាពបរាជ័យក្នុងជីវិតស្នេហារបស់នាងប៉ះពាល់ដល់វិជ្ជាជីវៈនៃការងាររបស់នាងនោះទេបើស្នេហាពឹងបានទៅហើយត្រូវស្រឡាញ់ការងារឲ្យបានច្រើនបើស្នេហាពឹងមិនបានទៅហើយត្រូវស្រឡាញ់ការងារឲ្យបានច្រើនបែបនោះយើងនឹងមិនអាចមានលទ្ធភាពឈឺចាប់នៅកន្លែងថ្លៃៗអាចផឹកស្រានៅកន្លែងមានបរិយាកាសល្អប្រសើរជាងអង្គុយនៅក្រោមស្ពានព្រោះគ្មានសូម្បីតែលុយទៅកន្លែងដែលខ្លួនឯងចង់ទៅក៏ពិបាកចិត្តដែរគិតបែបនោះហើយនាងក៏បញ្ចេញស្នាមញញឹមយ៉ាងស្អាតបង្ហាញពិភពលោកពីភាពរឹងមាំនិងស្រស់ថ្លាសម្បកក្រៅរបស់នាងធម្មតាមនុស្សខ្វល់តែពីសម្បកក្រៅស្រាប់ទៅហើយពួកគេគ្មានថ្ងៃចាប់អារម្មណ៍ទេថាធាតុពិតរបស់មនុស្សយ៉ាងណាពួកគេខ្វល់តែអ្វីដែលពួកគេមើលឃើញស្ដាប់ឮតែប៉ុណ្ណោះបែបនោះហើយវាល្អដែរដែលនាងបង្ហាញតែអ្វីដែលល្អរបស់នាងទៅកាន់ពិភពលោកវាជារឿងធម្មតារបស់មនុស្សបើនាងមិនអាចសម្របខ្លួនបាននាងមិនអាចរស់នៅក្នុងពិភពលោកដ៏ឃោរឃៅមួយនេះបានឡើយសូមស្វាគមន៍អ្នកគ្រប់គ្រងនេះវិប្រញាប់ឈរជាជួរជាមួយនឹងមិត្តរួមការងារផ្សេងទៀតមុននឹងអោនគោរពបរិះវ័យ20ជាងដែលដើរចូលមកគឺជា GM សង្ហារបស់ពួកនាងមុខរបស់គេមាំក្រលៀសមើលទៅពួកនាងមួយផ្លែតមុននឹងងាកចេញទៅរឹកពីដូចជាគ្មានអ្វីចម្លែកកើតឡើងខំធ្វើការណាទាំងអស់គ្នាគេបញ្ឈប់ភ្នែកនៅនឹងមុខនេះវិមួយផ្លែតហើយងាកចេញទៅក្នុងវិនាទីបន្ទាប់ទៀតដូចជាខ្លាចថាមានអ្នកណាចាប់អារម្មណ៍យល់ពីកៅភ្នែករបស់កៅភ្នែកពិសេសដែលគេមានចំពោះនាងអញ្ចឹងអ្នកគ្រប់គ្រងទូទៅក្នុងឈុតអាវខ្វ័រសេដែលនៅចំពោះមុខរបស់នាងពេលនេះគឺខុសឆ្លាស់ពីមនុស្សប្រុសដែលស្លៀកពាក់ដូចជា Playboy ក្នុងក្លឹបយប់មិញហៅបន្លឺមែនហើយគេគឺស៊ូសសង្សាររបស់នាងអូយស៊ូសនេះគឺជាតកែសន្តាគារនឹងតែម្ដងប៉ុន្តែស្លៀកពាក់ខុសពីយប់មិញអូសង្ហាដែលនាងគ្មានសិទ្ធិប្រាប់អ្នកណានៅក្នុងក្រុមហ៊ុនមួយនេះទេបានន័យថាស៊ូសនឹងគឺជាសង្សាររបស់នីវីនឹងប៉ុន្តែនីវីនឹងអត់មានសិទ្ធិប្រាប់អ្នកណាគេទេថាសង្សារគ្នាអញ្ចឹងណាអូខេបន្តទៀតគេមិនដែលបង្ហាញនាងក្នុងឋានៈជាសង្សារដល់មនុស្សក្នុងសង្គមគេនោះទេគុំថាឡើយដល់គ្រួសាររបស់គេតាំងពីតំណែងតំណងមួយនេះបានចាប់ផ្ដើមដំបូងគេហៅនាងមកធ្វើការក្នុងក្រុមហ៊ុនរបស់ប៉ាម៉ាក់គេនាងគិតថាជារឿងល្អបំផុតមួយព្រោះនាងនឹងអាចស្វែងយល់ពីគេកាន់តែច្រើនពេលនោះនាងពិតជាសប្បាយចិត្តណាស់ក្រោយមករឿងនោះក៏បានក្លាយជាកំហុសឆ្គងដ៏ធំមួយក្នុងជីវិតរបស់នាងនីវីសធ្វើការក្នុងក្រុមហ៊ុននេះបានឋានៈត្រឹមតែជាបុគ្គលិកលក់តូចតាចប៉ុណ្ណោះទាំងនាងបានរៀនចប់និងមានក្តីសម័យធ្វើជាអ្នកច្នៃម៉ូដចំណែកអ្នកដែលនាំនាងចូលក្នុងនេះវិញគេមិនដែលខ្វាយខ្វល់ពីនាងនោះទេគេទុកនាងដូចជាបុគ្គលិកទូទៅឬទុកនាងឃ្លាតឆ្ងាយជាងបុគ្គលិកទូទៅទៅទៀតឆាប់ឡើងបងស៊ូអូនចង់មើលខ្សែកម៉ូដថ្មីស៊ូអាណា
ស្រីស្អាត sexy ពាក់ឈុតពណ៌ស្វាយដែលមកជាមួយគេនោះតោងដៃគេមិនដែលជំទាស់តោងដៃគេមិនដែលជំទាស់ចិត្តស្រីស្អាតក៏បាននាំចូលមកខាងក្នុងដោយស្នាមញញឹមដ៏ទន់ភ្លន់ស្នាមញញឹមដែលសង្សារក្នុងភាពងងឹតដូចជានាងមិនធ្លាប់ទទួលបានឯងថាទៅមើលពួកគេស្រឡាញ់គ្នាមែនអត់មែនហើយមើលចោះសមគ្នាណាស់យើងឮថាប៉ាម៉ាក់ទាំងសងខាងផ្សំផ្គុំយូរហើយតែមិនដឹងយ៉ាងណាតែមិនដឹងយ៉ាងម៉េចបានជាមកដល់ឥឡូវនេះហើយមិនទាន់រៀបការទៀតអ្នកនាង Zuana ស្អាតហើយអ្នកមានបែបនេះបើរៀបការជាមួយនឹង boss មិនដឹងជាសមគ្នាយ៉ាងណាទេទុកយូរ boss ទៅលងស្រឡាញ់ស្រីតាមចិញ្ចើមផ្លូវគ្មានប្រវត្តិចាប់មិនខានមានតួស្រីម្នាក់ទៀតចូលមកឈ្នានេះ boss នឹងសំដៅលើស៊ូនឹងឯង boss មិនលងស្រឡាញ់ស្រីតាមចិញ្ចើមផ្លូវគ្មានប្រវត្តិនោះទេតែស្រីតាមចិញ្ចើមផ្លូវទៅវិញទេដែលតាមស្រឡាញ់ boss តែម្ខាងអានេះពាក្យខ្សឹបខ្សៀវរបស់បុគ្គលិកគេអញ្ចឹងណា Nevis ញញឹមតិចលាក់អារម្មណ៍ទាំងអស់ឲ្យជ្រៅខ្លាំងបំផុតគេមិនដែលបើកចំហតំណែងមួយនេះតែគេតែងតែមិនដាល់ស្រីស្អាតហាយសូជាមួយគេរហូតមែនហើយពួកគេស័ក្តិសមគ្នាណាស់គេមិនបានស័ក្តិសមជាមួយនឹងមនុស្សស្រីគ្មានទ្រព្យម្នាក់នេះនោះទេនេះជា Nevis គិតក្នុងចិត្តតំណែងគេពិតជាគ្មានអនាគតទេទំនាក់ទំនងមួយនេះពិតជាគ្មានអនាគតទេតែអ្វីដែលកំសត់បំផុតនាងនៅតែប្រឹងប្រយុទ្ធដើម្បីវាលះបង់ក្តីស្រមៃបោះបង់កិត្តិយសសម្លឹងមើលគេនៅជាមួយស្រីផ្សេងគ្នាបានត្រឹមតែនៅស្ងៀមបិទមាត់មិននិយាយអ្វីទាំងអស់ដើម្បីតែសង្ឃឹមថ្ងៃមួយវានឹងល្អប្រសើរឡើងរហូតមកដល់ពេលនេះនាងលែងដឹងហើយថាពាក្យល្អប្រសើរនោះមានន័យបែបណាហើយវាជាការដែលចាំឲ្យនរណាម្នាក់នោះមកនិយាយថាស្រឡាញ់នាងដល់ភាពកក់ក្ដៅឲ្យនាងឬក៏ចាំពេលមួយដីថ្ងៃដែលក្តីស្រឡាញ់ក្តីសង្ឃឹមចុងក្រោយដែលនាងមានចំពោះគេអស់រលត់គ្មានអ្វីអាចដុតបំភ្លឺវាសាជាថ្មីម្ដងទៀតទេនាងមិនដឹងទេថាមួយណាដែលល្អជាងចំពោះនាងស្រីល្ងងនេះវិអើយពិតជាគ្មានអ្នកណាល្ងងខ្លាំងជាងឯងនោះទេកំពុងតែឈរនៅត្រង់នោះសុកនាងក៏ទទួលបានសារមួយជាសាររបស់ Zuana តែម្នាក់ហ្នឹងមេសេចមកដល់នេះវិតែម្ដងចូលបន្ទប់បងមក Zeus ហើយកុំភ្លេចទិញផ្លូវមាន់និងកូកាឲ្យខ្ញុំផង Zuana មកទីនេះជាប្រចាំធ្វើខ្លួនឯងដូចជាចៅហ្វាយស្រីអ្វីដែលនាងធ្វើញឹកញាប់បំផុតនោះគឺបញ្ហានេះវិត្រូវការប្រៀបដូចជាទាសករអូរបៀបហ្នឹងដូចរបៀបជាដឹងថានេះវិនេះជាសង្សាររបស់ស៊ូដែរប៉ុន្តែធ្វើវាឈឺចិត្តអីចឹងណាធ្វើជាអត់ដឹងហើយអ្វីដែលនេះវិអាចធ្វើបានវិញនោះគឺធ្វើតាមបញ្ជានាងចុចផ្ញើសារត្រឡប់ទៅវិញចាស់អ្នកនាង Zuana ស៊ូអូនឃ្លាននៅស៊ូអូនឃ្លានអូនិយាយថា Zuana ហ្នឹងនិយាយតែកាន់ទូប្រុសយើងឈ្មោះស៊ូហ្នឹងថាអូនឃ្លានសម្លេងស្រទន់មិនលើឡើងបង្ហាញពីភាពធុញទ្រាន់របៀបកូនអ្នកមានដែលត្រូវការមើលថែត្រូវការយកចិត្តទុកដាក់ជាចាំបាច់សម្លឹងមើលទៅកាន់ប្រុសសង្ហាដែលមកជាមួយនាងតែមិនបានរវល់ជាមួយនាងទាល់តែសោះស៊ូកំពុងផ្ចង់អារម្មណ៍ចុច laptop តែមិនអាចធ្វើអ្វីបានព្រោះនាងជាកូនស្រីមិត្តភក្តិម្ដាយគេអូតាមពុតបដាមកតែបង្ខំគេបញ្ឈប់ដៃកំពុងធ្វើការងាកមកមើលអ្នកដែលកំពុងទាមទារចំណាប់អារម្មណ៍ស្នាមញញឹមស្រាដូចជាកំពុងត្រូវគេបង្ខំឲ្យបង្ហាញឡើងអញ្ចឹងណាពេលដែលសួរណាហៅអញ្ចឹងទៅគេក៏ងាកមកញញឹមបែបបង្ខំអញ្ចឹងចាំបងនំទៅទិញអីញ៉ាំសំឡេងនោះទៀតធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍រំភើបចិត្តតែម្ដងស្រីស្អាតគូអ្នកមានលោតចូលទៅក្នុងរង្វង់ដៃរបស់គេអង្គុយលើផ្លូវគេអូនបាន order គេឲ្យទិញមកហើយនោះមកដល់ល្មមអូយសើអង្គុយលើផ្លូវក្រាក់សំឡេងទ្វារបើកបង្ហាញឡើងស្របពេលដែលមាននារីវ័យ20ជាងដើរចូលមកក្នុងដៃនាងកាន់ភេទជ្ជៈជាមួយនឹងប្រអប់មាន់បំពងកែវភ្នែកពណ៌ត្នោតសម្លឹងមើលទៅកាន់រាងកាយបរិសុទ្ធនារីមួយគូដែលកំពុងស្អិតប្រមូតជាមួយគ្នាអ្នកណាដែលចូលមកឃើញរូបភាពបែបនេះច្បាស់ថានឹងគិតថាពួកគេកំពុងរៀបចំខ្លួនដោះខោអាវធ្វើរឿងមនុស្សធំមិនខានមិនលើកលែងសំបីតែនាងស៊ូកូនចៅរបស់បងធ្វើការល្អមែនតើកំងភ្លាមបានភ្លាមអូយស៊ូអាណាញញឹមមើលទៅនីវិសដែលយកមកបំពងមកឲ្យស៊ូមើលនាងឲ្យប្រាំងតែគេមិនបានរុញអ្នកដែលកំពុងនៅលើផ្លូវនេះចេញដែរអូរបៀបថាឌឺគ្នាសូមអញ្ជើញពិសាអ្នកនាងស៊ូអាណាប្រញាប់រត់ទៅរកហែកថងតែមិនបានប្រយ័ត្នធ្វើឲ្យកំពប់ទឹកជ្រលក់ត្រូវស្បែកជើងស៊ូអាណាសម្លឹងមើលស្បែកជើងកែងពណ៌ក្រហមតម្លៃថ្លៃរបស់នាងប្រឡាក់នាងស្រែកដោយការខឹងទោះជាកំហុសរបស់នាងក៏ដោយណែនាងធ្វើស្អីហ្នឹងប្រឡាក់អស់ហើយអូយល្បិចសាហាវធ្វើជាជ្រូកកពប់ទឹកជ្រលក់ហើយធ្វើស្រែកឲ្យនីវិសទៀតអូយដូច
Sú pro nhập rốt mọc mưa dạng lươn kê tha mình đúng ta mẹ nè mình khoa bị niêng và tức chốt khi mà đúng ta mình ai cho nó nghiêm nó pe để điện đuôi lên đây mà tầm hứng á nè lúc mình men chỉ pro tại chỉ pro mình che small mình che khoa luôn tê tại pro niêng chỉ mình đúng để mình làm lại sầm đập ao cái khoa khoài anh á ôn đường bạch hơi đập lư sầm này mà ram được bao kê bảo mua được bao số anh á nhìn nhầm sọc đây luôn từ từ kê bông mới cho bà lão hai bông còn là bông phải chỉ dập nè rú hoàng asma rú à na mình đôi đại trai kê mình khoa đôi chỉ niếng ban trăm mơ bản nó đôi niếng mình thọp từตัวban phiệp tuân luôn tiếng ở nô tê hai co rồi hai mình ai từตัวban nụ đai cái song xa là việc bánh nâng mình ai tê bao nằng tê bài chân thâm mây mà song ôn vinh bay cuอย่างmạch đai vì đi tì nú ni vi ban đăng rương mùi dầm lấy rồi bó kê bên chụp ai khăn nè nè pê đại luôn luôn mình đủ sray còn tại niên mình men chơi mình đủ sray để trai kê luôn bản nó khắp chút đại dương rồi lươn lang dù anh á mình ban miên chật trong bản đòi ở rương đi cần ló khu tơ đòi mình rộ rương tê niên cho hai lược chương ở khu mình tách chia sẻ nhà oi ni viết chút bài chương ở niên ôi hài ni viết sầm lăng mơ đòi mình chưa phê mình chưa phê hai tính năng từ chuyện luôn ai lai niên mình ban thua vậy nút tê bài chương niên phải lại để luôn ai khuyên hai po để niên tơ tu khó trao nở vậy để niên mình ban thua nút lai khi mình banពេលនោះនាងបានប្រកែកវាជាអ្វីដែលនាងបានធ្វើដើម្បីការពារខ្លួនឯងនំពេជ្រមួយនោះវិនាទីដែលនាងបានហាមាត់ឡើងកែភ្នែករបស់នាងបានប្រសពជាមួយគេក្តីសង្ឃឹមតូចតាចបានចូលមកតាមរយៈការចម្ពាក់កែភ្នែកគ្នានោះរបៀបថាគាត់ណាហាមាត់ទៅកែភ្នែកតលេទៅឃើញស្រូពេលនឹងភ្លាមក៏មានក្តីសង្ឃឹមមួយហើយក៏រៀងទប់មាត់មកវិញអញ្ចឹងណាគិតថាអូគេប្រហែលជាជួយយើងវិញសុំម្ដងសុំត្រឹមម្ដងប៉ុណ្ណោះសុំឲ្យគេនៅខាងនាងបើមិនមែនដោយសារក្តីស្រឡាញ់យ៉ាងហោចណាស់ដើម្បីភាពត្រឹមត្រូវជូតឲ្យអាណាភ្លាមឆាប់ឡើងអូយទូប្រុសនេះឌឺសាហាវសំលេងគេត្រជាក់កែភ្នែកគេនឹងណូសម្លឹងមើលមុខនាងយ៉ាងចំក្តីសង្ឃឹមតូចតាចដែលដូចជាពន្លឺភ្លើងទៀនកណ្ដាលមហាសមុទ្រនោះបានខ្ទេចអស់ហើយវាគ្មានសេះសល់អ្វីទៀតនោះទេនាងស្មានខុសហើយគេមិននៅខាងនាងទេមិនសំបីតែពេលដែលនាងមិនមែនជាអ្នកប្រព្រឹត្តកំហុសព្រោះនាងតែងតែជាអ្នកខុសតែងតែខុសធំបំផុតគឺនាងស្រឡាញ់គេស្រឡាញ់ស៊ូមនុស្សគ្មានបេះដូងម្នាក់នោះនាងវិខំមាត់លុតជង្គង់ចោះជូតស្បែកជើងឲ្យស៊ូអាណាបើអស់កាយហើយខ្ញុំសូមចេញស្រឡាញ់គេឲ្យបាត់បង់ខ្លួនឯងបាត់បង់ក្តីសុខបាត់បង់កិត្តិយសចុងក្រោយមិនទទួលបានអ្វីទាំងអស់ក្រៅពីការឈឺចាប់តើស្រឡាញ់គេពិតជាមានកំហុសដ៏ធំមិនអាចលើកលែងឲ្យបាននាងដើរអោនមុខចេញទៅគ្មានអ្នកណាដឹងទេថាក្នុងទូងរបស់នាងប្រេះបែកខ្ទេចជាបំណែកដល់កម្រិតណាគេមើលនាងពីក្រោយមិនដឹងទេថានាងកំពុងគិតអ្វីនោះទេនេះវិមកយំក្នុងបន្ទប់ទឹកទោះជានាងព្យាយាមប្រាប់ខ្លួនឯងឲ្យរឹងមាំប៉ុណ្ណាក៏នៅតែមិនអាចហាមឃាត់ការឈឺចាប់បានអូយអាណិតណាស់លោកអើយលោកគួតខ្លាំងមែនតើហេតុអ្វីល្ងងយ៉ាងនេះតើឯងគ្មានកិត្តិយសស្មីតែបន្តិចទេនាងសំងំក្នុងបន្ទប់ទឹកជិត1ម៉ោងសួរខ្លួនឯងដដែលថាវាសមតម្លៃទេចម្លើយដែលខួរក្បាលនាងបានផ្ដល់ឲ្យគឺមិនសមនោះទេប៉ុន្តែនាងនៅតែបន្តធ្វើទៀតបន្តទទួលយកការជឿចាប់មួយនេះព្រោះវាជាអ្វីដែលស្រុះបានផ្ដល់ឲ្យបេះដូងដល់ងងខ្លាំងមួយនេះតែងតែព្រមគ្រប់យ៉ាងតែងតែរកលេសឲ្យគេរាប់លានចម្ពោះលេសការពារគេថាគេគ្រាន់តែធ្វើគ្រប់យ៉ាងព្រោះនាងមិនស័ក្តិសមនឹងគេព្រោះគេនៅតែមិនទាន់ជឿជាក់ថានាងមិនបានស្រឡាញ់គេពិតបេះដូងល្ងងខ្លៅមួយនេះតែងតែការពារគេទាំងដែលខួរក្បាលរបស់នាងបានដឹងច្បាស់ថាវាគ្រប់គ្រាន់ហេតុផលរាប់លានចម្ពោះដើម្បីគេចចេញពីការពិតថាគេមិនបានស្រឡាញ់នាងគេម្នាក់នោះមិនបានស្រឡាញ់នាងមិនជឿជាក់នាងមិនការពារនាងមិនធ្លាប់សូម្បីម្ដងដែលគេនៅខាងនាងការលះបង់របស់នាងដែលមានឲ្យស្នេហាមួយនេះទទួលបានមកវិញត្រឹមតែការជន់ឈ្លីនិងជើងប៉ុណ្ណោះវាគ្មានន័យទេវាពិតជាគ្មានន័យអ្វីទាំងអស់សម្រាប់គេការពិតមួយនោះបានទះកំភ្លៀងនាងយ៉ាងខុសខើដែលនាងត្រូវទទួលយកព្រោះមានតែព្រមទទួលយកហើយកាត់ចិត្តប៉ុណ្ណោះទើបនាងអាចចេញពីនរកដែលគ្មានទីបញ្ចប់មួយនេះបានដល់ពេលវាត្រូវបញ្ចប់រឿងនាងនឹងគេរឿងរវាងពួកយើងនេះវិមិនច្បាស់ថាអាចហៅវាថាជាការបញ្ចប់បានឬអត់ព្រោះមកដល់ពេលនេះហើយនាងនៅសង្ស័យថាតើធ្លាប់ចាប់ផ្ដើមដោយពិតប្រាកដដែរទេឬក៏ចាប់ផ្ដើម
ឬក៏តាំងពីចាប់ដើមមកនាងគ្រាន់តែជារបស់ដែលគេភ្នាល់ជាមួយមិត្តគេតើតាំងពីដំបូងមកនាងមានតម្លៃត្រឹមតែរបស់លេខសើចមែនទេមែនហើយបន្ទាប់ពីឆ្លងកាត់ការឈឺចាប់កន្លងមកប្រៀបដូចជាកំបិតចាក់លើខ្លួនផ្ទួននោះជាការពិតដែលគ្មានការសង្ស័យចាក់ចេញពីស្រុះគឺជាការចាក់ចេញពីការឈឺចាប់នាងយំដោយការឈឺចាប់មុននឹងនាងលុបមុខដដែលជាច្រើនដងរួចដើរចេញពីបន្ទប់ទឹកចេញមកប្រឈមនឹងការពិតតែដោយសារយំខ្លាំងពេកនាងទុនជើងសំណាងណាស់ដែលមានបុគ្គលិកប្រុសសង្ហាទៅចូលថ្មីគ្រានាងជាប់គឺថាចេញមកអញ្ចឹងពិភពជើងដួលដោយសារវិលមុខយំពេកអញ្ចឹងណានាងមិនស្រួលខ្លួនមែនទេនីវីសួរនាងដោយការបារម្ភដែលនាងមិនធ្លាប់ទទួលបានពីមនុស្សម្នាក់នោះនាងញញឹមតបទៅគេវិញយ៉ាងហោចណាស់នាងមានសំណាងដែលនាងនៅមានមនុស្សម្នាក់ដែលបារម្ភពីនាងតែប្រហែលជាមិនសំណាងខ្លាំងពេកនោះទេដែលរូបរាងនោះមិនបានស្ថិតក្នុងកែភ្នែករបស់ Zeus ដៃរបស់គេក្តាប់ណែនរហូតសរសៃប៉ោងឡើងច្បាស់ណាស់យើងមានរឿងត្រូវនិយាយគ្នានេះវីសអូអាហ្នឹងរបៀបថាមានមនុស្សគ្រាន់តែនេះវីសដួលទៅគឺថាមានបុគ្គលិកប្រុសម្នាក់ទៀតរត់មករត់មកអោបប៉ុន្តែមានមនុស្សប្រុសម្នាក់ទៀតកំពុងសម្លឹងមើលឲ្យក្តាប់ដៃឡើងតសៃចេះហើយស្រែកទៅវិញថាយើងមានរឿងត្រូវនិយាយគ្នានេះវីសខ្ញុំគិតថាម្នាក់ប្រហែលជាស្រួលសង្សារគាត់នឹងឯងអូខេចាប់ភាគ2ហើយសង្ឃឹមថាអ្នកនររងចាំភាគបន្តទៀតគឺភាគទី3ចង់ដឹងថាតើមនុស្សប្រុសដែលឈរមើលមកហ្នឹងជានរណាគេអូខេចាំតាមដានភាគទី3ទាំងអស់គ្នាហើយឆ្លៀតពេលបន្តិចដែរថាសម្រាប់ប្រិមិត្តពុកម៉ែបងប្អូនដែលគាត់មានវិបត្តិរឿងរ៉ាវក្នុងខ្លួនផ្ទាល់ខ្លួនដែលអាចនិយាយចេញបានអាចពិភាក្សាជាមួយអ្នកណាគេបានរឿងដូចជាស្នេហារឿងការងាររឿងក្នុងគ្រួសារក៏ដោយដែលអ្នកគ្នាកំពុងមានវិបត្តិអ្នកគ្នាអាចសរសេរហើយផ្ញើរឿងផ្ទាល់ខ្លួននោះមកកាន់ក្រុមការងារយើងបានតាមរយៈ Telegram Page ឬក៏ Facebook ក៏បានដែរឬក៏ YouTube ក៏បានដែរក្រុមការងារយើងនឹងធ្វើការអានជាមួយនឹងរឿងផ្ទាល់ខ្លួនរបស់អ្នកនរគ្នាដើម្បីទទួលបាននៅការមតិយោបល់ពីប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាដែលគាត់ចូលរួមមតិយោបល់ថាតើផ្ដល់យោបល់ឲ្យអ្នកនរគ្នាបែបណាអញ្ចឹងណាសម្រាប់អ្នកដែលគាត់អត់មានអ្នកវិភាសាអូខេអាចសរសេររឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកនរគ្នាផ្ញើមកកាន់យើងបានយើងនឹងធ្វើការអាននៅរឿងរ៉ាវទាំងអស់នោះហើយផ្ដោះប្ដូរនៅយោបល់មតិគ្នាអូខេអរគុណជួបគ្នានៅវគ្គទី3បន្តទៀត